នៅទីបំផុតគ្រូជោគជ័យជោគជាំប៊ុនផាកបានចូលខ្លួនបំភ្លឺតាមលិខិតកោះហៅរបស់ស្នងការរាជធានីភ្នំពេញព្រឹកមិញនេះហើយបើកាលពីរសៀលថ្ងៃទី19មីនាឆ្នាំ2025កន្លងទៅតាមរយៈក្រណី Facebook ដែលមានឈ្មោះថាប៊ុនផាកបាទដែលមានឈ្មោះគឺប៊ុនផាកបានបង្ហោះរូបភាពជាលិខិតកោះហៅបាទព្រមទាំងបញ្ជាក់ថាលោកនឹងចូលខ្លួនបំភ្លឺនៅស្នងការរាជធានីភ្នំពេញតាមរយៈការអញ្ជើញរបស់ឯកឧត្តមជួនរិនស្នងការនគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី21ខែមីនាឆ្នាំ2025បន្ថែមខាងលើនេះផងដែរលោកក៏បានបញ្ជាក់ថាលោកនឹងធ្វើការបកស្រាយពីសំណេរដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី15មីនាកន្លងទៅដែលបានបញ្ចេញមតិលើបណ្ដាញសង្គមថាកុំចាត់ក្មេងទំនើងនិងចោលប្លន់ឲ្យបានទើបយើងអាចនិយាយបានថាយើងមានសន្តិភាពបាទដោយសារតែរឿងនេះហើយគឺមានការឲ្យបកស្រាយព្រោះវាប៉ះពាល់ចំពោះពាក្យសន្តិភាពណាបើចំណាមិញនៅថ្ងៃទី21ខែមីនាឆ្នាំ2025នេះលោកប៊ុនផាកក៏បានជួបខ្លួនបំភ្លឺតាមលិខិតកោះហៅរបស់ស្នងការរាជធានីភ្នំពេញហើយបន្តតាមការកោះហៅឲ្យទៅបំភ្លឺពាក់ព័ន្ធករណីបំភ្លៃព័ត៌មានមិនពិតលើបណ្ដាញសង្គមនេះដោយឡែកចំពោះលទ្ធផលនៅក្នុងការចូលបំភ្លឺសម័យខ្លួនបាននឹងខាងស្នងការរាជធានីភ្នំពេញបាននៅមិនទាន់ចេញមុខបញ្ជាក់នៅឡើយទេបាទនិយាយទៅគឺបាទបងប្អូនពេលខ្លះយើងនិយាយទៅគិតថាល្អប៉ុន្តែវាអាចប៉ះពាល់ចំពោះពាក្យពេចន៍ដែលយើងនិយាយជាពិសេសនៅក្នុងបណ្ដាញសង្គមបើយល់ល្អមុននឹងយើង share យើងបង្ហោះអ្វីមួយសមេតាគិតឲ្យមែនតើបាទបើយល់ល្អកុំអីចំពោះការបង្ហោះតាមបណ្ដាញសង្គមវាមិនល្អទេបាទទី1បើយើងផុសទៅវាល្អពាក្យពេចន៍ល្អគឺគេបើយកទៅប្រព្រឹត្តតាមហើយបើយើងផុសទៅប៉ះពាល់ឬក៏មិនល្អគឺអាចបង្រៀនឲ្យអ្នកផ្សេងឃើញប្រព្រឹត្តអាក្រក់ឬក៏បាទប៉ះពាល់ទៅដល់កិត្តិយសខ្លួនឬក៏អ្នកដទៃហើយដូចជាករណីនេះយ៉ាងអីប៉ះពាល់ទៅដល់បាត់ថ្នាក់ដឹកនាំឬក៏ប៉ះពាល់ទៅដល់រឿងបាទពាក្យថាសន្តិភាពចឹងមិនល្អទេបងប្អូនបាទហើយព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា